ករណីទិន្នន័យចំនួន49ត្រូវបានរកឃើញនៅក្នុងការស៊ើបអង្កេតការបរិច្ចាគប្រាក់របស់វត្ត Raiking និងដីកាចាប់ខ្លួនបន្ថែមទៀតបន្ទាប់ពីមានដីកាចាប់ខ្លួនអតីតចៅអធិការវត្ត Raiking នៅក្នុងខេត្តនគរបឋមក្រោមបទចោទប្រកាន់ពីបទកេងប្រាក់បន្លំប្រាក់រាប់រយលានបាតពីការសាងសង់ប្រាសាទហើយក្រុមអ្នកស៊ើបអង្កេតបានរកឃើញវិក័យប័ត្រដ៏ស្មុគស្មាញច្រើនមួយដែលពាក់ព័ន្ធជាមួយនឹងការលេងល្បែងអនឡាញអតីតព្រះចៅអធិការនៃវត្ត Raiking មានអាយុ77ឆ្នាំនិងជនសង្ស័យ3នាក់ផ្សេងទៀតត្រូវបានចោទប្រកាន់និងឃុំខ្លួនរួចហើយនៅថ្ងៃអង្គារទី20ការិយាល័យស៊ើបអង្កេតកណ្ដាល CIB គណៈកម្មការប្រឆាំងអំពើពុករលួយវិស័យសាធារណៈ PHCC ប្រជាអធិការស្ដីទីបានបន្តពិនិត្យមើលប្រាក់ចំណូលនិងចំណាយរបស់វត្តអាជ្ញាធរបានបង្ហាញថាការសាងសង់ប្រាសាទមានករណីរហូតដល់49សម្រាប់ការបរិច្ចាគក៏ប៉ុន្តែរបាយការណ៍ហិរញ្ញវត្ថុមានតែចំនួន4តែប៉ុណ្ណោះភាពមិនប្រក្រតីផ្នែកហិរញ្ញវត្ថុនិងការបាត់បង់មូលនិធិរបាយការណ៍បានបង្ហាញថាផ្នែកនៃប្រាក់ចំណូលរបស់វត្តបានមកពីការតាំងពិព័រណ៍ប្រចាំឆ្នាំចំនួន2ដែលបានប្រហែលជា17ទៅ18លានបាតក្នុងព្រឹត្តិការណ៍នីមួយៗទោះជាយ៉ាងណាក៏ដោយមូលនិធិទាំងអស់នេះមិនដែលចូលទៅក្នុងករណីរបស់អ្នកដែលស្មោះត្រង់កាន់កាប់លុយនោះទេប៉ុន្តែផ្ទុយទៅវិញទឹកប្រាក់ទាំងអស់នេះបានចូលទៅក្នុងករណីអតីតព្រះគ្រូចៅអធិការរបស់វត្ត Raiking ប្រាក់ចំណូលចេញពីការដេញថ្លៃរបស់ព្រឹត្តិការណ៍នីមួយៗនិងការលក់ផលិតផល OTOP ដែលជាកន្លែងលក់ឆ្នោតនិងប្រភពផ្សេងទៀតត្រូវបានរាយការណ៍គ្រប់គ្រងទៅដោយស្ត្រីម្នាក់ដែលមានឈ្មោះថា Phacharaphon ឬក៏ Dr. Thay អ្នកស៊ើបអង្កេតម្នាក់បាននិយាយថាការបរិច្ចាគប្រចាំថ្ងៃនៅក្នុងវត្តនៅក្នុងស្រុក Samparan ជាមធ្យមគឺ 50,000 បាតក្នុងមួយថ្ងៃធម្មតាប្រហែលជា 100,000 បាតគឺនៅក្នុងចុងសប្តាហ៍និងរហូតដល់1លានបាតក្នុងមួយថ្ងៃជាពិសេសគឺបុណ្យជាតិជាមួយនឹងទឹកប្រាក់សរុបប្រចាំឆ្នាំប្រមាណជា150លានបាត CIB កំពុងរៀបចំនៃការចាប់ខ្លួនយ៉ាងហោចណាស់5នាក់បន្ថែមទៀតសម្រាប់បុគ្គលដែលពាក់ព័ន្ធនឹងហិរញ្ញវត្ថុរបស់វត្តជនសង្ស័យទាំងនេះបានបែកចេញជាពីរប្រភេទអ្នកដែលទទួលផលប្រយោជន៍ពីវត្តនិងអ្នកដែលទទួលខុសត្រូវលើការគ្រប់គ្រងករណីរបស់ខ្លួនរហូតមកដល់ពេលនេះរថយន្តចំនួន2គ្រឿងរបស់អតីតប្រជាអធិការត្រូវបានគេកំណត់អត្តសញ្ញាណថានៅពេលដែលអ្នកលក់ឆ្នោតឲ្យប្រជាអធិការនោះត្រូវបានគេរាយការណ៍ថាមានរថយន្តចំនួន12គ្រឿងផ្សេងទៀតកាលពីថ្ងៃអង្គារការចូលរួមប្រជុំនៅក្នុងព្រះវិហារគឺមានចំនួនតិចអ្នកកាន់ព្រះពុទ្ធសាសនានៅក្នុងស្រុកមួយចំនួនបានសង្កត់ទៅលើភាពចាំបាច់នឹងការបែងចែករវាងបុគ្គលនិងសាសនាដោយពួកគេបានបញ្ជាក់ថាពួកគេនៅតែមានជំនឿទៅលើព្រះពុទ្ធសាសនានិងរូបសំណាកហ្វ្លួងផូជាទីគោរពអាជ្ញាធរកំពុងតែតាមដានយ៉ាងដិតដល់នៅទំនាក់ទំនងដែលមានសក្តានុពលទៅលើវត្តផ្សេងទៀតនៅក្នុងខេត្តនគរបឋមជាពិសេសតាក់ទងទៅនឹងការបង្កើតព្រះអាទិទេពនិងមូលនិធិពាក់ព័ន្ធដែលបានផ្ទេរទៅអតីតព្រះចៅអធិការវត្តជាច្រើនបានបញ្ឈប់ការផលិតគ្រឿងអលង្ការជាបន្ទាន់ភ្លាមៗបន្ទាប់ពីបានប្រគល់ថវិកាទៅឲ្យអតីតព្រះចៅអធិការចំពេលមានការស៊ើបអង្កេត